ដូចបាត់អាពីគ្រឿងហ្នឹងមើលទៅដូចអត់ស្រួលបកទៅក្រោយវិញសិនណែយើងសង្ស័យថាអំបោសជីសឹកសឹកក៏បាត់ហ្នឹងសង្ស័យខាងយមរាជក៏យកទៅវិញបាត់ហើយមើលទៅយើងគិតអញ្ចឹងដែរហ្នឹងយមរាជជួយអតឲ្យមិនទាន់បាត់ក្តៅគូតស្រួលបួលផងយកទៅវិញបាត់ពួកឯងកំពុងធ្វើអីហ្នឹងមិនឃើញមិនដឹកស្រូវទៅអញ្ចឹងណែយើងជួយដឹកឯងបានតែត្រឹមនេះហើយពួកមិញហ្នឹងម្ចាស់គេមកយកអំបោះសិលហ្នឹងទៅវិញបាត់ហើយពីណាគេម្ចាស់ឋានយមរាជហ្នឹងពួកឯងនិយាយចម្លែកដល់ហើយមិនអីទេជួយលើកដាក់ព្រមយើងតិចមកយើងដឹកទៅម្នាក់ឯងក៏បានដែរចាំមកអតាមែនត្រូវហើយណែតាឲ្យចុះពេលណាឯងធំទៅយើងក៏មិនដឹងដែរប៉ុន្តែទេវតាបានប្រាប់ថាត្រូវរងចាំរហូតដល់ផ្កាឈូកនេះវាមានផ្លែទុំទើបយើងមានជីវិតរស់ឡើងវិញបើអញ្ចឹងប្រហែលជា10 20ថ្ងៃទៀតមើលទៅមិនអីទេប៉ុណ្ណឹងក៏រងចាំបានបាត់អតាទៅណាបាត់មែនណែពួកឯងយើងនៅខាងនេះយើងមកងូតទឹកទេយើងវាក្តៅស្អុះស្អាប់ពេកខាងងូតទឹកយូរហើយអូលបល់យកខំតាភ័យហើយចុះមិនឯងចេញពីផ្កាឈូកបានចឹងរឿងនេះយើងក៏មិនដឹងដែរចៅទាំងអស់គ្នាហឹកស្អីគេហ្នឹងណែមិនភ័យទេវតាទេទេវតារន្ទះទេវតាហ្នឹងហើយប្រាប់ពីវិធីដើម្បីជួយអតហ្នឹងខ្ញុំបាទទាំងអស់គ្នាសូមគោរពទេវតារន្ទះអូទេវតាឯងពីរនាក់ពិតជាពូកែពិតជាលះបង់ណាស់អាចជួយមិត្តភក្តិខ្លួនឯងបាននេះក៏ដោយសារគុណបុណ្យទេវតាជួយណែនាំដែរកុំអីពួកខ្ញុំមិនដឹងទៅផ្លូវណាទេមិនអីទេយើងជាទេវតាត្រូវតែមើលថែសត្វលោកសំសួរមួយទេវតាហើយចាំមិត្តភក្តិរបស់ខ្ញុំឥឡូវនេះវាចេញពីផ្កាឈូកបាននេះអូមិនអីទេគេអាចចេញពីផ្កាឈូកនេះបានប៉ុន្តែហាមណាមិនឲ្យចេញទៅណាឆ្ងាយខ្លាំងពីទីនេះឡើយព្រោះគេឥឡូវនេះគឺជាប្រលឹងនៅឡើយទេគឺបានត្រឹមតែម្ដុំក្រវ៉ាល់ស្ទឹងនេះទេឬក៏ជុំវិញផ្កាឈូកនេះទេបើសិនជាគេចាក់ចេញពីទីនេះឆ្ងាយនោះគេនឹងរលាយ